រតនាជានិស្សិតម្នាក់ដែលរស់នៅបន្ទប់ជួលតែម្នាក់ឯងក្នុងទីក្រុងជីវិតរបស់នាងធម្មតាប៉ុន្តែនាងមានទម្លាប់ចម្លែកមួយមុនដេកនាងតែងឈរមើលខ្លួនឯងក្នុងកញ្ចក់យូរដូចជាកំពុងពិនិត្យអ្វីមួយយប់មួយខណៈនាងកំពុងដុសធ្មេញនាងមានអារម្មណ៍ថារូបក្នុងកញ្ចក់យឺតជាងចលនារបស់នាងបន្តិចនាងឈប់ដៃរូបក្នុងកញ្ចក់ក៏ឈប់ដែរនាងសើចហើយគិតថាអស់កម្លាំងពេកប៉ុន្តែយប់បន្ទាប់វាកើតឡើងម្ដងទៀតពេលនាងងាកក្បាលរូបក្នុងកញ្ចក់ដូចជាយឺតតែ1វិនាទីបេះដូងនាងចាប់ផ្ដើមធ្ងន់ធ្ងរនាងសាកល្បងលឿនដោយលើកដៃភ្លាមរូបក្នុងកញ្ចក់លើកដៃយឺតជាងនាងដកដង្ហើមជាប់យប់នោះនាងគេងមិនលក់នាងគិតថាអាចជាអារម្មណ៍ស្រមៃប៉ុណ្ណោះថ្ងៃបន្ទាប់នាងបិទកញ្ចក់ដោយក្រណាត់តែពេលនាងត្រឡប់ពីសាលាក្រណាត់នោះធ្លាក់ចុះទៅដីគ្មាននរណានៅក្នុងបន្ទប់ឡើយចាប់ពីថ្ងៃនោះនាងចាប់ផ្ដើមមិនហ៊ានមើលកញ្ចក់ទៀតប៉ុន្តែគ្រប់ពេលដែលនាងឆ្លងកាត់វាធ្វើឲ្យនាងមានអារម្មណ៍ថាមាននរណាម្នាក់កំពុងមើលនាងពីខាងក្នុងយប់មួយម៉ោង3អាធ្រាត្រនាងភ្ញាក់ឡើងដោយសំឡេងស្រាលមើលខ្ញុំសំឡេងមកពីបន្ទប់ទឹកនាងដើរយឺតទៅមុខកញ្ចក់បង្ហាញបន្ទប់ធម្មតាតែរូបនាងក្នុងកញ្ចក់មិនដេកភ័យដូចនាងទេវាកំពុងញឹមរតនាថយក្រោយភ្លាមរូបក្នុងកញ្ចក់មិនតាមចលនានាងឡើយវានៅឈរដោយញឹមនិងមើលត្រង់មកនាងបន្ទាប់មកវាលើកដៃហើយប៉ះផ្ទៃកញ្ចក់ពីខាងក្នុងសំឡេងបាក់ស្រាំលឺឡើងនាងរត់ចេញពីបន្ទប់ប៉ុន្តែសំឡេងខ្សឹបនៅតាមក្រោយនាងអ្នកតែងតែមើលខ្ញុំឥឡូវដល់វេនខ្ញុំរស់ជំនួសអ្នកវិញហើយព្រឹកឡើងអ្នកចិត្តខាងឃើញរតនាអង្គុយស្ងៀមមុខកញ្ចក់នាងមើលទៅធម្មតាប៉ុន្តែភ្នែកគ្មានអារម្មណ៍នាងញឹមស្រាលហើយចាប់ពីថ្ងៃនោះមនុស្សគ្រប់គ្នានិយាយថារតនាផ្លាស់ប្ដូរទាំងស្រុងដូចជាមិនមែនមនុស្សដែលទៀតនៅពេលយប់បាននរណាម្នាក់មើលកញ្ចក់ក្នុងបន្ទប់នាងយូរពេកពួកគេនឹងឃើញស្រីម្នាក់ខាងក្នុងកំពុងគោះកញ្ចក់ស្រាលសូមឲ្យគេជួយ